ខ្ញុំកាលណាខ្ញុំសូមថ្វាយបង្គំបដិជគុណគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់អាយដាមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញាបងប្អូនអ្នកសារព័ត៌មានទាំងអស់ជាទីគោរពនិងជាទីមេត្រីក្នុងក្របខ័ណ្ឌក្រុមនៃរំពាក្យក្រសួងមហាផ្ទៃខ្ញុំកាលណាខ្ញុំសូមធ្វើសេចក្តីសង្ខេបព័ត៌មានស្ដីអំពីលទ្ធផលនៃការបង្ក្រាបបោសសម្អាតនិងតាមវាយកំទេចបានមើលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆមាសទី1ឆ្នាំ2026ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃក្នុងរយៈពេល6ខែដើមឆ្នាំ2026នេះគឺគិតចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2026ដល់ថ្ងៃទី25ខែមិថុនាឆ្នាំ2026សមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃបានបង្ក្រាបបោសសម្អាតនិងតាមវាយកំទេចបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន488កន្លែងដែលក្នុងនោះនៅរាជធានីភ្នំពេញគឺមានចំនួន139កន្លែងបរសៃអនុ124កន្លែងស្វាយរៀង79កន្លែងបន្ទាយមានជ័យ54កន្លែងកំពត22កន្លែងកណ្ដាល12កោះកុង11មណ្ឌលគិរី9បៃលិន9សៀមរាប6បាត់ដំបង4កាចេះ4ខេត្តត្បូងឃ្មុំចំនួន4កំពង់ស្ពឺ3កន្លែងព្រៃវែងចំនួន3កន្លែងឧត្តរមានជ័យ2កន្លែងកែប2កន្លែងនិងខេត្តកំពង់ចាមចំនួន1កន្លែងនៅក្នុងប្រតិបត្តិការទាំងអស់នេះគឺបានខាត់ខ្លួនអ្នកដែលពាក់ព័ន្ធបានចំនួន29926នាក់ស្មើនឹង38សញ្ជាតិបាទនេះគឺជាលទ្ធផលហើយពាក់ព័ន្ធទៅនឹងចំណាត់ការបន្តគឺបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំបែបបទដើម្បីបដិញ្ញចេញបានចំនួន16127នាក់មានចំនួន36សញ្ជាតិបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន2637នាក់ស្មើនឹង26សញ្ជាតិបានធ្វើកិច្ចសន្យាអប់រំរួចអនុញ្ញាតឲ្យត្រឡប់ទៅវិញចំនួន1666នាក់ស្មើនឹង14សញ្ជាតិកំពុងធ្វើការសាកសួរបន្តចំនួន494នាក់ដែលមានចំនួន9សញ្ជាតិហើយក៏បានបញ្ជូនទៅមជ្ឈមណ្ឌលស្ដារនីតិសម្បទាចំនួន2នាក់ជាជនជាតិខ្មែរដែលមានវិជ្ជមានសារធាតុញៀនជាការកត់សម្គាល់នៅក្នុងឆមាសទី1ឆ្នាំ2026នេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានអនុវត្តនីតិវិធីបណ្តេញចេញជនបរទេសដែលល្មើសច្បាប់សរុបតែម្ដងគឺចំនួន46474នាក់ដែលមានចំនួន77សញ្ជាតិហើយក្នុងនោះជនបរទេសដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន16874នាក់ស្មើនឹង34សញ្ជាតិបាទហើយក្នុងចំណោមជនបរទេសដែលត្រូវបានអនុវត្តនីតិវិធីបណ្តេញចេញខាងលើនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសហការជាមួយនឹងបណ្ដាស្ថានទូតនិងស្ថានកុងស៊ុលពាក់ព័ន្ធអនុវត្តនីតិវិធីបណ្តេញចេញតាមជើងហោះហើរពិសេសបានចំនួន144លើកមានជនបរទេសសរុបចំនួន18432នាក់មានចំនួន4សញ្ជាតិដែលក្នុងនោះមានជនជាតិចិនចំនួន16848នាក់មីយ៉ាន់ម៉ាចំនួន1321នាក់ហ្វីលីពីន190នាក់និងនៃសាធារណរដ្ឋកូរ៉េចំនួន73នាក់នៅក្នុងនោះជនបរទេសដែលពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន9213នាក់ស្មើនឹង2សញ្ជាតិដែលមានជនជាតិចិនចំនួន9033នាក់មីយ៉ាន់ម៉ាចំនួន180នាក់អំពីកិច្ចសហការគ្រប់គ្រងនៃទីតាំងបង្ក្រាបបោសសម្អាតវិញម្ដងទី1អគ្គនាយកដ្ឋានបច្ចេកវិទ្យា Digital និងផ្សព្វផ្សាយអប់រំបានសហការជាមួយនឹងអគ្គស្នងការដ្ឋាននគរបាលជាតិចាត់តាំងក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យធ្វើការតភ្ជាប់និងដំឡើងកាមេរ៉ានៅតាមទីតាំងដែលសមត្ថកិច្ចបង្ក្រាបនៃបោសសម្អាតនិងបានបិទទាំងស្រុងចំនួន2ដំណាក់កាលដែលសរុបមានចំនួន457គ្រឿងបាទមានចំនួន201ទីតាំងទន្ទឹមនឹងនេះគឺក៏បានដកកាមេរ៉ាចេញមួយគ្រឿងដែរគឺមួយទីតាំងនៅភូមិសាស្ត្ររាជធានីភ្នំពេញដែលត្រូវបានអនុញ្ញាតឲ្យបើកសៀលឡើងវិញបាទចំពោះការបិទសៀលនៅតាមទីតាំងដែលបានបង្ក្រាបបោសសម្អាតនិងទីតាំងដែលម្ចាស់ស្ម័គ្រចិត្តបិទសរុបមានចំនួន521ទីតាំងដែលនៅក្នុងនោះមានកាស៊ីណូចំនួន98ទីតាំង
និងទីតាំងផ្សេងទៀតចំនួន423ទីតាំងបានសហការជាមួយក្រសួងប្រៃសណីនិងទូរគមនាគមន៍បិទគេហទំព័រលបែងអនឡាញចំនួន4លើកស្មើនឹង169គេហទំព័របាទដោយឡែកការកំណត់អត្តសញ្ញាណជនសង្ស័យនិងជនរងគ្រោះបានន័យថាយើងញែកតើនរណាខ្លះជាជនសង្ស័យដែលពាក់ព័ន្ធការប្រព្រឹត្តបទល្មើសហើយនរណាខ្លះគឺជាជនរងគ្រោះដែលត្រូវបានគេនៃបង្ខិតបង្ខំឬក៏បង្ខាំងដោយប្រការណាមួយឬក៏ជួញដូរហូរហែជាដើមនៅក្នុងប្រតិបត្តិការបង្ក្រាប online scam ពោលគឺការចោះបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆមាសទី1ឆ្នាំ2026នេះសមត្ថកិច្ចក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃបានកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន30នាក់ដែលមានវៀតណាម27នាក់ឡាវចំនួន3នាក់ក្នុងនោះជនរងគ្រោះដោយការកេងប្រវ័ញ្ចនៃផ្លូវភេទចំនួន25នាក់និងអំពើជួញដូរមនុស្សចំនួន5នាក់ពាក់ព័ន្ធនឹងករណីនេះសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ18នាក់និងកំណត់បានអត្តសញ្ញាណជនសង្ស័យ8នាក់ទៀតកំពុងបន្តស្វែងរកចាប់ខ្លួនបាទហើយជនរងគ្រោះទាំង30នាក់មានជនជាតិវៀតណាមចំនួន27នាក់គឺបានស្នើសុំត្រឡប់ទៅប្រទេសកំណើតវិញរីឯជនជាតិឡាវ3នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចដើម្បីផ្ដល់ការគាំពារបន្តចំពោះការស៊ើបអង្កេតបាទការប្រឆាំងនឹងការសម្អាតប្រាក់បានន័យថាយើងពន្លាតបាទពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅរកបទល្មើសការសម្អាតប្រាក់បន្តគឺសមត្ថកិច្ចបើកការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ដោយសំអាងលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន85ករណីនៅក្នុងខេត្តស្វាយរៀង79ករណីមណ្ឌលគិរី2ករណីត្បូងឃ្មុំ2ករណីនិងនៅរាជធានីភ្នំពេញចំនួន2ករណីបាទឥឡូវនេះយើងមកមើលការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅសមាជិកក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃបានធ្វើការត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាគោលដៅនានាសរុបចំនួន28512ទីតាំងស្មើនឹង167,153នាក់ចំនួនមនុស្សដែលយើងបានចុះទៅត្រួតពិនិត្យមើលនៅតាមភូមិសាស្ត្ររាជធានីខេត្តចំនួន25ដែលបានប្រតិបត្តិការត្រួតពិនិត្យក្រៅពីការត្រួតពិនិត្យនៅតាមទីតាំងរស់នៅប្រមូលផ្ដុំដែលបានប្រគេនគោរពជូនជម្រាបជូននេះសមាជិកក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃក៏បានត្រួតពិនិត្យនៃរដ្ឋបាលតាមដងផ្លូវដែរពលគឺដាក់ក្រុមសមាជិកនៃចម្រុះដើម្បីត្រួតពិនិត្យរាល់យានយន្តដែលសង្ស័យថាអាចនឹងដឹកចល័តបាទជនបរទេសឬក៏ជនណាដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឯងបានត្រួតពិនិត្យរដ្ឋបាលនៅតាមដងផ្លូវដោយពិនិត្យយានយន្តដែលសង្ស័យដឹកជំលៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយសរុបបានចំនួន21225លើកតែមានចំនួនមនុស្ស44976នាក់ដោយបានរកឃើញនឹងឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងនៃគ្មានឯកសារលិខិតស្នាមផ្សេងតាមខ្លួនចំនួនបាទ2340នាក់ស្មើនឹង20សញ្ជាតិបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបំពេញនីតិវិធីបណ្ដឹងចេញទៅទីតាំងដើមរបស់ខ្លួនវិញពលគឺប្រទេសកំណើតបាទផ្សារភ្ជាប់នឹងការត្រួតពិនិត្យរដ្ឋបាលនេះគឺក្នុងអំឡុងពេលនៃការត្រួតពិនិត្យរដ្ឋបាលសមាជិកក្របខ័ណ្ឌក្រសួងមហាផ្ទៃបានរកឃើញនិងផាកពិន័យម្ចាស់រួមទាំងអ្នកគ្រប់គ្រងទីតាំងដែលអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យលេខ03ឆ្នាំ2026គឺផាកបានសរុបជាទឹកប្រាក់ចំនួន7ប៊ីលៀន763លាន2សែនរៀលដែលក្នុងនោះសមាជិកផាកតាមមាត្រា19នៃអនុក្រឹត្យលេខ03នេះសរុបទឹកប្រាក់ចំនួន26លាន4សែនរៀលនិងផាកពិន័យតាមមាត្រា20នៃអនុក្រឹត្យលេខ03នេះសរុបបានទឹកប្រាក់ចំនួន7ប៊ីលៀន736លាន8សែនរៀលបាទយើងក៏លេខមកមើលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិវិញម្ដងដែលកម្ពុជាយើងគឺបើកចំហបាទលាតត្រដាង
និងទទួលរាល់កិច្ចសហប្រតិបត្តិការជាមួយនឹងតួអង្គអន្តរជាតិឬក៏ប្រទេសដែលមានការពាក់ព័ន្ធទី1គឺបានចាត់តាំងក្រុមការងារអនុវត្តផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងនគរបាលកម្ពុជានិងនគរបាលថៃដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយភាគីថៃដែលធ្វើនៅប្រទេសថៃនៅក្នុងខែមិថុនាឆ្នាំ2026តាមការអញ្ជើញរបស់ភាគីថៃដើម្បីផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយជាលទ្ធផលក្រុមការងារនៃភាគីទាំងពីរនេះបាននឹងកំពុងសិក្សាដំឡើងកម្រិតពីក្រុមការងារមករៀបចំអនុសារណៈនៃការយោគយល់គ្នាបាទរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជានិងនគរបាលភូមិន្ទថៃស្ដីពីការបង្កើតក្រុមការងារកម្ពុជាថៃប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទនាពេលខាងមុខបានរៀបចំកិច្ចប្រជុំប្រចាំខែយ៉ាងទៀងទាត់ជាមួយនឹងតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជាដើម្បីផ្សព្វផ្សាយអំពីសភាពការសន្តិសុខលទ្ធផលកិច្ចប្រតិបត្តិការរបស់កម្លាំងនគរបាលជាតិទាំងនៃយុទ្ធនាការបង្ក្រាបបោសសម្អាតនឹងតាមវាយកំទេចបាត់មួយឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាការដោះស្រាយសំណើសុំអន្តរាគមន៍របស់ជនបរទេសការបង្ហាញអំពីបែបបទនីតិវិធីការទទួលពាក្យបណ្ដឹងនិងការដោះស្រាយបណ្ដឹងជាដើមការរៀបចំកិច្ចប្រជុំនេះគឺថាត្រូវបានទទួលការគាំទ្រនិងសាទររួមទាំងការកោតសរសើរពីសំណាក់ស្ថានទូតទាំងអស់ព្រមទាំងបានវាយតម្លៃខ្ពស់បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងគណៈបញ្ជាការឯកភាពរាជធានីខេត្តនៅក្នុងការធានាបាននៅសន្តិសុខផ្ទាល់ខ្លួនសុវត្ថិភាពទ្រព្យសម្បត្តិនិងសិទ្ធិស្របច្បាប់របស់ជនបរទេសគ្រប់រូបដែលកំពុងតែរស់នៅធ្វើការវិនិយោគធ្វើអាជីវកម្មនិងទេសចរនៅកម្ពុជាបានរៀបចំកិច្ចប្រជុំត្រីភាគីប្រចាំសប្តាហ៍រវាងអគ្គស្នងការដ្ឋាននគរបាលជាតិអគ្គនាយកដ្ឋានអន្តរប្រវេសន៍និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិភាក្សាអំពីបញ្ហាពលរដ្ឋចិនដែលពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយនឹងភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិកជាពិសេសនគរបាលសហព័ន្ធអូស្ត្រាលី AIP នគរបាលសាធារណរដ្ឋកូរ៉េតាមរយៈក្រុមការងាររួមកម្ពុជាកូរ៉េក៏បានសហការជួយផ្ដល់នូវព័ត៌មានមួយចំនួនបន្ថែមទៀតផងដែរពាក់ព័ន្ធទៅនឹងសន្តិសុខមុខសញ្ញានិងទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីបន្តស៊ើបអង្កេតកំណត់មុខសញ្ញាគោលដៅនិងឈានទៅដល់ការបង្ក្រាបបោសសម្អាតយើងអាចធ្វើការសន្និដ្ឋានបានថានៅក្នុងឆមាសទី1ឆ្នាំ2026នេះយុទ្ធនាការបង្ក្រាបបោសសម្អាតនិងតាមវាយកំទេចបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានទទួលលទ្ធផលជាវិជ្ជមានជោគជ័យជាបន្តបន្ទាប់និងកំពុងដំណើរការស្ថិតនៅលើទិសដៅត្រឹមត្រូវស្របតាមការសម្រេចចិត្តនិងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងស្មារតីបដិញ្ញាចិត្តរួមគ្នាធ្វើរួមគ្នាទទួលខុសត្រូវរបស់ក្រសួងស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់យុទ្ធនាការបង្ក្រាបបោសសម្អាតគឺថាបានកាត់ផ្ដាច់ប្រព័ន្ធបញ្ជាប្រព័ន្ធហិរញ្ញវត្ថុបណ្ដាញគ្រប់គ្រងមួយចំនួនធំបានរឹបអូសឧបករណ៍សម្ភារៈមធ្យោបាយពាក់ព័ន្ធនានាបម្រើឲ្យការប្រព្រឹត្តបទល្មើសការចាប់ឃាត់ខ្លួនកាត់បន្ថយកម្លាំងមុខសញ្ញាដែលពាក់ព័ន្ធបានធ្វើឲ្យឥទ្ធិពលនៃសកម្មភាពបទល្មើសឆបោកនៃបណ្ដាញឧក្រិដ្ឋជននេះគឺថាថយចុះគួរឲ្យកត់សម្គាល់យ៉ាងធំធេងបាត់បង់នៅភាពម្ចាស់ការជាបន្តបន្ទាប់នៃក្រុមជនល្មើសដោយសារតែវាស្ថិតនៅក្រោមសម្ពាធនៃប្រតិបត្តិការបង្ក្រាបបោសសម្អាតនិងតាមវាយកំទេចសម្ពាធផ្លូវច្បាប់ពីព្រោះយើងបានធ្វើច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលចុះហត្ថលេខាប្រកាសឲ្យប្រើដោយសម្ដេចព្រះមហាសេនាបតីតេជោហ៊ុនសែនក្នុងនាមជាប្រមុខរដ្ឋស្ដីទីការបិទឃ្លុបឃ្លុំបេទីតាំងការត្រួតពិនិត្យឡើងវិញជាប្រចាំការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពតាមដាន
ការអនុវត្តវិធានការរដ្ឋបាលនិងការផាកពិន័យចំពោះម្ចាស់ទីតាំងឬអ្នកគ្រប់គ្រងដែលលួចលាក់គ្រប់គ្រងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឯងក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តីសមត្ថកិច្ចក្រសួងមហាផ្ទៃគឺនៅតែបន្តតាមដានបាទស្រាវជ្រាវស៊ើបអង្កេតកំណត់មុខសញ្ញាកំណត់គោលដៅតាមវាយកំទេចបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាបន្តទៀតដោយសារតែបទល្មើសនេះបានវិវត្តបាទពីការដែលយើងវាយកំទេចអាទ្រង់ទ្រីធំបានជោគជ័យវានៅសេសសល់នៅទ្រង់ទ្រីតូចបាទហើយលាក់បាំងចល័តលឿនប្រើប្រាស់បច្ចេកវិទ្យាទំនើបជាងមុនដែលធ្វើឲ្យការស្រាវជ្រាវប្រមូលភស្តុតាងនិងការបង្ក្រាបរបស់សមាជិកប្រឈមនឹងភាពស្មុគស្មាញមួយចំនួនដែរបាទទន្ទឹមនឹងនេះដែរគឺសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះកំពុងតែបន្លំខ្លួនជាមួយនឹងសកម្មភាពលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញថែមទៀតផងបាទការកើតឡើងនៅមេរោគថ្មីលើមុខរបួសចាស់នេះកន្លែងនេះគឺសាធារណជនលោកយល់បានន័យថាយុទ្ធនាការបង្ក្រាបបោសសម្អាតគឺយើងបានធ្វើជោគជ័យលើទ្រង់ទ្រាយធំបាទប៉ុន្តែវានៅសេសសល់អាទ្រង់ទ្រាយតូចតាចម្នាក់ពីរនាក់3នាក់4 5 6 7នាក់នៅទីតាំងនេះទីតាំងនោះសំបីតែឥឡូវនេះគឺថានៅតាមព្រៃក៏វាលោបលួចធ្វើដែរនៅតាមជើងភ្នំក៏វាលោបលួចធ្វើដែរខ្លែងអត្តសញ្ញាណខ្លែងភេទធ្វើជាអ្នកទេសចរធម្មតាធ្វើជាអ្នកវិនិយោគបន្ទាប់មកគឺពេលវេលាសំគួរមួយគឺចាប់ដើមប្រតិបត្តិការប្រព្រឹត្តបទល្មើសទៅធ្វើជាទៅហាងកាហ្វេជួបជុំគ្នា2 3នាក់តាំងពីព្រឹករហូតដល់ល្ងាចអីចឹងជាដើមទៅចេញពីនោះមកវិញធម្មតាអញ្ចឹងទៅហើយក៏ត្រឡប់ទៅហាងកាហ្វេនឹងវិញទៀតទៅអាហ្នឹងគឺសមត្ថកិច្ចរបស់យើងតាមដានមុខសញ្ញាជាបន្តបន្ទាប់រហូតដល់បាទបក្រាបបានអញ្ចឹងហើយបានជាយើងដឹងមុខសញ្ញាហ្នឹងប៉ុន្តែវានៅមានឧបាយកលនិងឧបករណ៍ប្រវត្តិបទល្មើសនឹងទំនើបផ្សេងនៅទីទៀតដែលវានៅតាមបាទទីកន្លែងនេះទីកន្លែងនោះនឹងលាក់ខ្លួនបន្លំកាយនៅតាមទីតាំងផ្សេងបាទនឹងតាមមធ្យោបាយនានាថែមទៀតផងដែរតែទោះបីយ៉ាងណាក៏ដោយឆន្ទៈរបស់រាជរដ្ឋាភិបាលដែលក្នុងនោះគឺមានក្រសួងមហាផ្ទៃជាសេនាធិការមួយដែរនោះគឺនៅតែបន្តបាទបដិញ្ញាចិត្តខ្ពស់នៅក្នុងការតាមវាយកំទេចបាទក្នុងករណីនេះគឺបង្ហាញថាបទល្មើសនេះកំពុងតែវិវត្តទៅរកការប្រើប្រាស់នៃបណ្ដាញនៅក្នុងស្រុកដែលទាមទារឲ្យមានវិធានការបង្ការទប់ស្កាត់ផ្សព្វផ្សាយអប់រំឲ្យបានម៉ឺងម៉ាត់ពលគឺយើងត្រូវប្រើនៅកម្លាំងសរុបមធ្យោបាយសរុបវិធានការសរុបជាពិសេសគឺទាមទារឲ្យមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនិងការឆ្វែងយល់អំពីឧបាយកលប្រព្រឹត្តបទល្មើសរបស់ជនល្មើសបាទជាការកត់សម្គាល់ដែរគឺមានបងប្អូនជាជនជាតិខ្មែរយើងគឺទី1នៅបន្តធ្វើជាបណ្ដាញសម្របសម្រួលឲ្យអាចប្រព្រឹត្តបទល្មើសបានជាដើមគេហៅថាជាអន្តរការីប៉ុន្តែបងប្អូនជនជាតិខ្មែរមួយចំនួនគឺបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយខ្លួនឯងតែម្ដងបន្ទាប់ពីធ្លាប់ធ្វើការងារនៅទីតាំងនេះទីតាំងនោះដែលសមាជិកបានបង្ក្រាបហើយសមាជិកអប់រំណែនាំដែលចាត់ទុកថាជាជនរងគ្រោះអញ្ចឹងទេសូមឲ្យបងប្អូនបញ្ឈប់ជាបន្ទាន់ទាំងធ្វើជាអន្តរការីឬអ្នកសម្របសម្រួលឲ្យជនបរទេសប្រព្រឹត្តបទល្មើសទាំងប្រព្រឹត្តបទល្មើសខ្លួនឯងហើយប្រើមធ្យោបាយបំភាន់ភ្នែកថាប្រកបមុខរបរនេះប្រកបមុខរបរនោះបាទអាហ្នឹងបញ្ឈប់ជាបន្ទាន់កុំឲ្យសមត្ថកិច្ចចុះទៅស្រាវជ្រាវស៊ើបអង្កេតមានភស្តុតាងគ្រប់គ្រាន់ឈានទៅដល់ការបង្ក្រាបពេលនោះគឺមានតែបញ្ជូនសំណុំរឿងទៅកាន់តុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ
តែប្រពន្ធនោះឯងមានការយោគយល់លើកលែងអប់រំណែនាំដូចលើកមុនទៀតទេបាទជាទិសដៅបន្តរបស់សមាជិកចំណុចក្រសួងមហាផ្ទៃគឺបន្តជំរុញអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ឲ្យបានជាប់លាប់មើងម៉ាត់និងសំទោសនឹងមិនបន្ធូរបន្ថយចំពោះទីតាំងដែលនៅសេសសល់ជាពិសេសនៅក្នុងតំបន់ដែលហានិភ័យខ្ពស់នៃបទល្មើសនេះបាទពង្រឹងការគ្រប់គ្រងជនបរទេសនិងទីតាំងដែលមានហានិភ័យខ្ពស់ដោយធ្វើការត្រួតពិនិត្យជាប់ជាប្រចាំផ្ទៀងផ្ទាត់ការប្រើប្រាស់ទីតាំងឲ្យស្របនឹងគោលបំណងនៃអាជ្ញាប័ណ្ណដែលបានអនុញ្ញាតបាទអាហ្នឹងក៏ជាការលំបាកដែរបើគេលើកផ្លាកមកក្រុមហ៊ុនកក្រុមហ៊ុនខអង្គភាពនេះអង្គភាពនោះឲ្យពិនិត្យមើលទៅមានអាជ្ញាប័ណ្ណត្រឹមត្រូវយើងក៏អត់ហ៊ានធ្វើសកម្មភាពប្រក្រាបប៉ុន្តែយើងត្រូវតាមដានតទៅទៀតតើមានលបលួចបង្កឱកាសឲ្យក្រុមនេះក្រុមនោះឬក៏ធ្វើដោយខ្លួនឯងដោយលាក់កំបាំងនៅជ្រុងណាមួយនៃអាគារនោះនៃក្រុមហ៊ុននោះទេអាហ្នឹងគឺជាការដែលសមាជិកត្រូវប្រើជំនាញជាបន្តទៅទៀតហើយបាទអភិវឌ្ឍសមត្ថភាពជំនាញបច្ចេកវិទ្យាដល់សមាជិកដើម្បីបង្កើនប្រសិទ្ធភាពនៅក្នុងការស៊ើបអង្កេតប្រមូលនិងវិភាគវត្ថុតាង Digital ស្រាវជ្រាវតាមដានលំហូរទ្រព្យសម្បត្តិនិមិត្តនិងជំរុញការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យកាន់តែមានប្រសិទ្ធភាពបាទពង្រឹងយន្តការរក្សាការសម្ងាត់នៃប្រតិបត្តិការនិងបង្កើនការទទួលខុសត្រូវក្នុងការគ្រប់គ្រងព័ត៌មានដើម្បីទប់ស្កាត់ការបែកធ្លាយព័ត៌មានមុនប្រតិបត្តិការបង្ក្រាបបោសសម្អាតពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនិងជាតិជាពិសេសការផ្លាស់ប្ដូរព័ត៌មានការស៊ើបអង្កេតរួមគ្នាការចែករំលែកភស្តុតាង Digital និងការស្វែងរកចាប់ខ្លួនមេខ្លោងដែលគេចខ្លួនទៅក្រៅប្រទេសកាត់ផ្ដាច់រាល់បណ្ដាញគាំទ្រព្រមទាំងការកំណត់ទីតាំងឆបបោកនានាដើម្បីចាត់វិធានការបង្ក្រាបប្រកបដោយប្រសិទ្ធភាពពង្រឹងការងារស៊ើបការប្រមូលព័ត៌មាននិងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការតាមដានបណ្ដាញឧក្រិដ្ឋកម្មដែលបដូរទម្រង់ទៅជាក្រុមតូចនិងផ្លាស់ទីទៅភូមិសាស្ត្រផ្សេងដើម្បីឈានទៅបោសសម្អាតបាទដើម្បីឈានទៅបោសសម្អាតជំរុញឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់ម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងអាជ្ញាធរមូលដ្ឋានដើម្បីផ្ដល់កិច្ចសហការរាយការណ៍អំពីទីតាំងឬជនសង្ស័យនិងសកម្មភាពខុសប្រក្រតីរួមទាំងបង្កើនការផ្សព្វផ្សាយអំពីល្បិចកលថ្មីរបស់ក្រមជនល្មើសព្រមទាំងផ្សព្វផ្សាយឲ្យបងប្អូនបានយល់ដឹងអំពីវិធីការពារខ្លួនបាទពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហ្នឹងដោយប្រើប្រព័ន្ធផ្សព្វផ្សាយនានាបណ្ដាញសង្គមគ្រប់ប្រភេទបាទផលិតសារជាវីដេអូជាអត្ថបទជា poster ជូនបងប្អូនហើយសូមឲ្យបងប្អូនមេត្តាតាមដានទស្សនាបាទមើលនិងឆ្វែងយល់ឬក៏ជួយបញ្ជូនបន្តដែលគេហៅថា share បន្តផងដើម្បីបងប្អូនដទៃទៀតលោកបានជ្រួតជ្រាបអំពីឧបាយកលល្បិចកលនិងវិធីសាស្ត្រយើងការពារខ្លួនកុំឲ្យយើងធ្លាក់ចូលទៅក្នុងអន្ទាក់នៃការជាប់អោកតាមប្រព័ន្ធបច្ចេកវិទ្យាពីព្រោះវាបង្កើតដោយឧបាយកលល្បិចថ្មីមកច្រើនទៀតមិនតែបងប្អូនទេប្រជាពលរដ្ឋធម្មតាទេអ្នកមុខអ្នកការមន្ត្រីជាន់ខ្ពស់ថ្នាក់ដឹកនាំមួយចំនួនក៏ត្រូវវាផ្ញើសារដើម្បីឲ្យយើងចុចចូលអន្ទាក់វាលួចយកអាបណ្ដាញសង្គមរបស់យើងទៅប្រើប្រាស់ឬក៏លេខសម្ងាត់ផ្សេងនៅទីទៀតពាក់ព័ន្ធនឹងថវិកាទ្រព្យសម្បត្តិផ្សេងនោះបាទអញ្ចឹងទេខ្ញុំសូមអនុញ្ញាតបញ្ចប់ត្រឹមប៉ុណ្្នឹងចុះសម្រាប់លទ្ធផលនៃការបង្ក្រាបបោសសម្អាតនឹងតាមវាយកំទេចនៅក្រមតូចដែលវាកំពុងតែបាទប្រតិបត្តិការបែកចេញពីការបង្ក្រាបបោសសម្អាតនៅទីតាំងធំរបស់សមាជិកកម្ពុជារបស់យើងបាទហើយសម្រាប់លទ្ធផលជាបន្តបន្ទាប់ខ្ញុំនឹងប្រកេនក៏ដូចជាគោរពជំរាបជូនជាបន្តដែរសូមបញ្ចប់និងសូមថ្វាយបង្គំលាគោរពលាជំរាបលា